ទស្សនៈខ្លឹមពីបណ្ឌិតកឹមហៀងអ្នកនឹងស្ដាយក្រោយមួយជីវិតបើអ្នកមិនធ្វើរឿងនេះនៅក្នុងវ័យ20ទៅ30ឆ្នាំប្លាយពាក់ព័ន្ធនឹងវ័យរបស់មនុស្សយើងពីមួយដំណាក់កាលទៅមួយដំណាក់កាលគឺវាមានភាពខុសៗគ្នាហើយយើងទាំងអស់គ្នាក៏ត្រូវតែយកចិត្តទុកដាក់ក៏ដូចជាចាប់អារម្មណ៍នៅតាមវ័យរបស់ខ្លួននីមួយៗថាតើនៅក្នុងវ័យ20ឆ្នាំដំបូងយើងត្រូវធ្វើអ្វីឬក៏10ឆ្នាំបន្ទាប់យើងត្រូវធ្វើអ្វីពាក់ព័ន្ធនឹងករណីខាងលើនេះលោកបណ្ឌិតកឹមហៀងបានបញ្ជាក់ច្បាស់តែម្ដងថាតើយើងត្រូវធ្វើដូចម្ដេចដើម្បីកុំឲ្យមានការស្ដាយក្រោយតាក់ទងទៅនឹងវ័យមួយនេះកាលពីពេលថ្មីនេះលោកបណ្ឌិតកឹមហៀងបានធ្វើការបង្ហោះសារនៅលើគណនីផេកផ្លូវការរបស់លោកផ្ទាល់តែម្ដងដែលលោកបានបញ្ជាក់អំពីវ័យនីមួយៗដែលយើងទាំងអស់គ្នាចាំបាច់ត្រូវតែធ្វើតាមដើម្បីកុំឲ្យមានការស្ដាយក្រោយក្នុងនោះលោកបណ្ឌិតបានលើកឡើងថា20ឆ្នាំដំបូងត្រូវតែរៀនឲ្យបានច្រើនបំផុតតាមដែលអាចរៀនបានព្រោះបើមិនបានរៀនក្នុងវ័យនេះអ្នកនឹងស្ដាយក្រោយមួយជីវិតទី2វ័យ20ទៅ30ឆ្នាំត្រូវធ្វើអាជីវកម្មនិងរៀបចំគូជីវិតឲ្យត្រឹមត្រូវព្រោះបើមិនបានរៀនមិនមានការងារធ្វើមិនមានមុខរបររៀបការខុសគូជីវិតនោះអ្នកនឹងស្ដាយក្រោយមួយជីវិតលោកបណ្ឌិតបានបន្តទៀតថាទី3គឺតកតជាមួយនឹងវ័យ30ទៅ40ឆ្នាំត្រូវពង្រឹងនិងពង្រីកសមត្ថភាពទំនាក់ទំនងការងារអាជីវកម្មថែទាំសុខភាពនិងក្រុមគ្រួសារឲ្យបានល្អព្រោះជាវ័យដែលមនុស្សជាច្រើនបានបង្កើតកំហុសធំបំផុតក្នុងជីវិតឯចំណុចទី4វិញគឺពាក់ព័ន្ធជាមួយនឹងវ័យ40ទៅ50ឆ្នាំនៅក្នុងវ័យនេះលោកបណ្ឌិតបានបញ្ជាក់ថាពាក់កណ្ដាលជីវិតបានកន្លងផុតទៅហើយអ្នកកំពុងមើលឃើញយ៉ាងច្បាស់អំពីកម្រិតខុសគ្នារបស់មនុស្សក្នុងវ័យនេះដោយអ្នកខ្លះរស់នៅជាមួយនឹងក្រុមគ្រួសារយ៉ាងមានសុភមង្គលតែមានអ្នកខ្លះទៀតអត់មានគ្រួសារហូបចុកស្នាក់នៅស្លៀកពាក់សមរម្យនៅឡើយទេឯចំណុចទី5វិញគឺពាក់ព័ន្ធជាមួយនឹងវ័យចាប់ពី50ឆ្នាំឡើងទៅលោកបណ្ឌិតបានបញ្ជាក់បែបនេះថាមិនអាចត្រឡប់ថយក្រោយមិនអាចចាប់ផ្ដើមសារជាថ្មីមិនមានខុសឬត្រូវមិនមានទេពាក្យថាសោកស្ដាយឬស្ដាយក្រោយដោយអ្វីដែលអ្នកកំពុងទទួលបានក្នុងវ័យ50ឆ្នាំនឹងបន្តនៅជាមួយអ្នករហូតដល់ថ្ងៃចុងក្រោយនៃជីវិតបាទនេះគឺជាទស្សនៈដ៏មានតម្លៃបំផុតដែលអ្នកស្ដាប់ទាំងអស់គ្នាអាចយកទៅគិតពិចារណាថាតើយើងនឹងគួរតែរៀបចំផ្លូវជីវិតរបស់យើងដោយរបៀបណាបាទសូមអរគុណ